មកវៀតណាមជើងនេះកន្លែងដែលខ្ញុំអត់អាចម្លងបាននោះគឺថាហាងកាហ្វេប្រមាណនេះឯងអ្នកទាំងអស់គ្នាវាថាខ្ញុំអត់ TikTok អត់ផុតទេហាងកាហ្វេមួយកន្លែងនេះគឺថាគេមក review ច្រើនខ្លាំងមែនតើហាងកាហ្វេនេះដែរគឺស្ថិតនៅក្នុង apartment កាហ្វេនៅក្នុងទីក្រុងហូជីមិញយើងនេះឯងអ្នកទាំងអស់គ្នាពេលមកដល់ apartment កាហ្វេហ្នឹងអ្នកទាំងអស់គ្នាដើរទៅសម្ដៅទៅខាងចំហៀនហ្នឹងទៅនឹងមានជ្រក់មួយដែលយើងអាចធ្វើការឡើងទៅខាងលើបាននៅខាងលើហ្នឹងគឺថាប្រម៉ូផ្ដុំដោយហាងកាហ្វេច្រើនមែនតើអ្នកទាំងអស់គ្នាអាចធ្វើការឡើងតាមចរាចរណ៍ក៏បានឬក៏ឡើងតាមចរាចរណ៍ក៏បានដែរតែខ្ញុំសូមបញ្ជាក់ទេចរាចរណ៍នៅហ្នឹងគឺថាគេឆាយដូចជាម្នាក់1000លុយខ្មែរអ្នកទាំងអស់គ្នាហាងកាហ្វេដែលខ្ញុំមកថ្ងៃនេះគឺមានឈ្មោះថាពោកាហ្វេដែលស្ថិតនៅជាន់ទី8អ្នកទាំងអស់គ្នាហាងកាហ្វេនេះដែរគឺថាគេដេគ័របែបជាលក្ខណៈបុរាណអ្នកទាំងអស់គ្នាមើលតែ concept ដេគ័ររបស់គេទៅគឺថាបែបសម័យដើមអ្នកទាំងអស់គ្នាហើយនិយាយពីថាមនុស្សមកទីនេះគឺច្រើនខ្លាំងតែម្ដងថ្ងៃនេះដែរខ្ញុំក៏បានធ្វើការកម្មងសេតរបស់គេតែម្ដងគឺក្នុងហ្នឹងគឺមាននៅកាហ្វេពងមាន់មួយហើយនឹងនំក្រូសង់មួយដោយសារថ្ងៃខ្ញុំមកហ្នឹងមនុស្សច្រើនអញ្ចឹងទៅអង្គុយចាំកាហ្វេរៀងយូរដែរហើយពេលដែលគេលើកកាហ្វេមកយើងគេក៏ប្រាប់ពីរបៀបនៃការញ៉ាំហើយយើងគួរញ៉ាំបែបណាដើម្បីឲ្យឆ្ងាញ់អញ្ចឹងណាកុំឲ្យបាត់រសជាតិកាហ្វេរបស់គេឥឡូវខ្ញុំធ្វើការគួរតាមគេប្រាប់ខាងលើហ្នឹងគឺថាគេដុតរបៀបបែបស្ករណាទាំងអស់គ្នាហើយនៅពេលដែលយើងគួរឲ្យចុចញ៉ាំទៅគឺបែបជាប្រភេទរៀង creamy ធំក្លិនឈ្ងុយពងមាន់តិចប៉ុន្តែអត់ធំក្លិនឆ្អាបទេប៉ិតកាហ្វេហ្នឹងគឺថាត្រូវកូរឲ្យល្បាយវាចូលគ្នាប៉ុន្តែដោយសារខ្ញុំចង់ភ្លក់គ្រីមនៅខាងលើហ្នឹងថារសជាតិគ្រីមហ្នឹងបែបណាដែរអញ្ចឹងណាហើយជ្រលក់ជាមួយនឹងក្រូសង់គឺថាឆ្ងាញ់ខ្លាំងពេលដែលយើងកូរល្បាយទាំងពីរហ្នឹងចូលគ្នាទៅគឺថារសជាតិឆ្ងាញ់បែបម្យ៉ាងទៀតអ្នកទាំងអស់គ្នាសម្រាប់បងដែលចូលចិត្តប្រភេទកាហ្វេបែបពងមាន់នេះអាចធ្វើការម៉ាសាក់នៅទីតាំងហាងមួយនេះបាននឹងវីដេអូបន្ទាប់ខ្ញុំនឹងទៅណាកុំភ្លេចរងចាំទស្សនាទាំងអស់គ្នា